ទី13ខែ10ឆ្នាំ2025ជាថ្ងៃដែលយើងកំពុងតែប្រមូលផលល្ហុងចូលច្រើនមែនទែនឥឡូវនេះគឺនាំអារម្មណ៍បងប្អូនពុកម៉ែទាំងអស់គ្នាទៅមើលសកម្មភាពប្រមូលផលទាំងអស់គ្នាតោះអូយបងប្អូនអើយល្អណាស់ក្រហមអាឡងនេះខៀវបងប្អូនមកណាក់ជួយចែកក្រហមមកជួយក្រហមដូចខ្ញុំដែរជួយក្រហមបែកក្រហមនេះល្ហុងខ្មែរយើងបងប្អូននៅស្រុកកវាញខេត្តពោធិ៍សាត់ហើយល្ហុងបងប្អូនដឹងហើយបើនិយាយពីគុណប្រយោជន៍វិញមានគុណប្រយោជន៍ច្រើនទេសម្រាប់សុខភាពបាទពីរួមតាំងពីរឹសរហូតដល់ចុងខ្ញុំកាន់តែប្រាប់ថាកាន់រឹសវាគឺជាថ្នាំមួយឃើញទេបាទហើយបើនិយាយពីផ្លែវិញហូបខ្ចីក៏បានហូបទុំក៏បានហើយបើនិយាយពីស្លឹកពីត្រួយវិញគឺយើងអាចយកទៅឆ្លក៏បានឬក៏ហូបម្លក់ក៏បានបាទហើយគឺយើងអាចយកល្ហុងទៅកែច្នៃដើម្បីប្រើជាប្រយោជន៍ផ្សេងដូចជាធ្វើជាទឹកម្ទេសដូចធ្វើជាលេធ្វើជាសាប៊ូកក់សក់ឃើញទេអញ្ចឹងមកថាល្ហុងនេះមានគុណប្រយោជន៍ច្រើនណាស់បងប្អូនយើងជួយគ្រប់គ្រងដើម្បីកសិករយើងមានកម្លាំងចិត្តក្នុងការដាំបន្តទៅទៀតបាទលោកកសិករយើងធ្វើបានហើយក្នុងខ្វាយពុតប្រកបធំជាតិនេះក្នុងខ្មែរនេះដាំក្នុងខ្មែរបងប្អូនបានលឺហ្នឹងគឺអត់ខុសទេពីព្រោះថាល្ហុងក្រត់របស់យើងហ្នឹងគឺបានដាំតាំងពីឆ្នាំ2008មកម្លេះហើយដែលមានលក់មុនគេបងអស់នោះគឺគុនធាល្ហុងទុំធម្មជាតិគឺមានលក់តាំងពីឆ្នាំ2008ដែលជាអ្នកនាំពូជល្ហុងក្រត់មកដាំនៅប្រទេសខ្មែរឥឡូវនេះគឺសាបព្រោះពេញប្រទេសខ្មែរហើយបងប្អូនទាំងអស់គ្នាប្រជាកសិករទាំងអស់គ្នាគឺពួកគាត់បានប្រកបអាជីវកម្មដាំល្ហុងនេះស្ទើរតែគ្រប់ក្រុមគ្រួសារតែម្ដងនៅឯខេត្តពោធិ៍សាត់ហើយបងប្អូនទាំងអស់គ្នាបើសិនជាបងប្អូនចង់បានល្ហុងធម្មជាតិពិតប្រាកដដែលជាម្ចាស់ដើមកំណើតនៃការនាំពូជល្ហុងក្រត់មកដាំនៅប្រទេសខ្មែរយើងគឺបងប្អូនអាចជ្រើសរើសទិញតាមរយៈ page គុនធាល្ហុងទុំធម្មជាតិឬក៏ page ល្ហុងក្រត់បាត់ដំបងឬក៏បងប្អូនអាចមកដល់ទីតាំងផ្ទាល់នៅទល់មុខផ្សារដំកូលផ្លូវម៉ៅសតុងកែងស្តុកបឹងសាឡាងឬក៏មកផ្សារនិមាសផ្លូវ231កែងផ្លូវ234ដែលមានឈ្មោះថាគុនធាល្ហុងទុំធម្មជាតិសូមបញ្ជាក់បងប្អូនឈ្មោះស្តង់យើងខ្ញុំគឺគុនធាល្ហុងទុំធម្មជាតិដែលមានផ្លាកពណ៌បៃតងគឺមានតែមួយគត់អត់មានពីរទេនៅក្នុងភ្នំពេញសូមបងប្អូនចំណាំគុនធាល្ហុងទុំធម្មជាតិមានពាក្យថាធម្មជាតិនៅខាងក្រោយចាសូមអរគុណយេ